សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមនាំបងប្អូនមកទស្សនាដំណើរកម្សាន្តទៅកាន់ភ្នំខ្នងសាដ៏សែនត្រក្រាក់មើលទៅទេសភាពទៅក៏ដឹងថាស្អាតប៉ុណ្ណាប៉ុន្តែចំណាយផ្លូវដែលធ្វើដំណើរទៅវិញគឺអានិយាយបានថាពិបាកគួរសមដែរ Oh no! តម្រាំបានទៅដល់ទីតាំងដែលស្រស់ស្អាតគឺយើងត្រូវឆ្លងកាត់ភាពលំបាកជាច្រើននិងបែកកង់ជាច្រើនកន្លែងដូចគ្នាតែមុនយើងទៅដល់ទីតាំងគឺយើងបានជួបកូនឆ្កែសិនណាអូយគេធ្វើអីហ្នឹងគេស្រឡាញ់គ្នាមែនកុំមើលបងអូនម្លងចោល skip ចោលតាមពិតគ្នាប្រឡែងគ្នាតើអានឹងកូនឆ្កែបានធ្វើដំណើរទៅដល់ក្នុងផ្សារដែរប៉ុន្តែពេលហ្នឹងយើងចេញពីព្រលឹមដែរប៉ុន្តែដោយសារតែយើងជាប់លេងទឹកឈូច្រើនពេកចឹងទៅក៏ទៅដល់នៅលើកំពូលភ្នំហ៊ានយប់ដែរហើយត្មមតែយើងរៀបចំកន្លែងសមិទ្ធទៀតគឺវាហ៊ានយប់ឈៅដែរពេលហ្នឹងក៏លេចមកមើលទេសភាពព្រលឹមឡើងវិញស្អាតណាស់លោកអើយមិនដែលឃើញទេហ្នឹងហើយបានគេថាវិស័កសមជាមួយនឹងការកាត់ខំប្រឹងប្រែងរបស់យើងមែនមកដល់គោលដៅអត់ខកបំណងទេនេះហើយដែលគេឲ្យឈ្មោះថាឋានសួគ៌ក្រោមមេឃស្អាតមែនតើអាខ្លាំងណែល្ងាចឡើងអង្គុយជុំគ្នាមេតិចដាក់កម្ដៅពោះម្នាក់បន្តិចចឹងណាយើងអែមដែរហើយគេថានៅលើភ្នំមានអីហូបនេះមើលខ្លួនឯងថាមានអីហូបខុសហើយការរស់នៅមិនដែរសន្តាគារផ្កាយ5ម៉ាទេសភាពជុំវិញសន្តាគារផ្កាយ5របស់យើងនោះមិនធម្មតាទេគឺរស់នៅជាមួយនឹងធម្មជាតិសុទ្ធសាធតែម្ដងពេលខ្លះហ៊ានអែមដែរចឹងណាមកឈៀលបែបធម្មជាតិមើលព្រៃព្រឹក្សាមើលផ្កាព្រៃ What? ចាក់បាក់ល្វិចតិចស្រែប Wow. លក្ខណៈឈៀលវាយទេសភាពធម្មតាផឹកឡើងនេះទេសភាពព្រះអាទិត្យរេហើយចឹងទៅដល់ពេលល្ងាចឡើងទៅយើងទៅមើលព្រះអាទិត្យលិចអីចឹងណាពេលខ្លះរៀងធម្មតាសាបណាបើបងប្អូនធុញថប់ចូលចិត្តកន្លែងស្ងាត់ទេសភាពបែបធម្មជាតិចឹងអាចទៅលេងក្នុងផ្សារបានរដូវវស្សានេះគឺទេសភាពនៅខាងលើគឺស្អាតមែនតើធ្វើដំណើរវារៀងហត់មែនតែមកដល់គោលដៅតែវាមិនហត់ដូចយើងស្លាញ់គេណែឯងឥឡូវនេះជាអត់មានអីត្រូវនិយាយទៀតទេបើចង់ដឹងច្បាស់តោះទៅខ្លួនឯងទៅយីមានតែប៉ុណ្្នឹង Bye bye see you next video